ឆៃស៊ីខុនបកស្រាយច្បាស់មិនបានបដិសេធអត្តសញ្ញាណជា idol ទេតែចង់បំបែកការយល់ឃើញចាស់ៗតារាចម្រៀងនិងសម្ដែងចិនឆៃស៊ីខុនបានក្លាយជាប្រធានបទក្តៅបន្ទាប់ពីសម្ដីរបស់លោកនៅក្នុងការប្រគំតន្ត្រីខួបកំណើតអាយុ28ឆ្នាំនៅទីក្រុងម៉ាកាវទៅបានអ្នកលេងអ៊ីនធឺណិតមួយចំនួនបកស្រាយថាលោកទីបំផុតបានបោះបង់ភាពជា idol ប៉ុន្តែតាមពិតទៅនេះមិនមែនជាអ្វីដែលឆៃស៊ីខុនចង់សម្ដៅនោះទេនៅលើឆាកលោកបាននិយាយថាដោយសារតែខ្លួនចាប់ផ្ដើមអាជីពតាមរយៈកម្មវិធីបណ្ដុះបណ្ដាល idol មនុស្សជាច្រើនតែងហៅលោកថា idol ទោះជាយ៉ាងណាលោកក៏បានបញ្ជាក់ថាលោកមិនដែលខ្លាចការដែលគេមើលឃើញលោកជា idol ឬការវាយតម្លៃពីអ្នកដទៃឡើយអ្វីដែលឆៃស៊ីខុនចង់និយាយគឺការដែលលោកបានចំណាយពេលជាង10ឆ្នាំដើម្បីចេញពីប្រអប់ឬការកំណត់ដែលអ្នកដទៃធ្លាប់ដាក់មកលើខ្លួននៅទីនេះពាក្យប្រអប់មិនមែនសំដៅលើអត្តសញ្ញាណជា idol ទេប៉ុន្តែសំដៅលើការយល់ឃើញនិងការវាយតម្លៃបែបចាស់ៗដែលធ្លាប់ដាក់កំណត់ថា idol គ្រាន់តែពឹងផ្អែកទៅលើប្រជាប្រិយភាពឬចេះតែរាំនិងច្រៀងប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏បានបញ្ជាក់ដែរថាឆៃស៊ីខុនមិនដែលនិយាយថាលោកចង់បោះបង់អត្តសញ្ញាណជា idol ឡើយផ្ទុយទៅវិញលោកគ្រាន់តែចង់បង្ហាញថាសិល្បករម្នាក់មិនគួរត្រូវបានកំណត់ដោយការយល់ឃើញតែមួយហើយក៏អាចបន្តអភិវឌ្ឍខ្លួននិងសាកល្បងអ្វីថ្មីៗបានដែរនៅចុងបញ្ចប់ឆៃស៊ីខុនក៏បានលើកទឹកចិត្តអ្នកគាំទ្រថាលោកសង្ឃឹមថាមនុស្សគ្រប់គ្នានឹងអាចចាក់ចែងពីប្រអប់ដែលកំពុងដាក់កំណត់លើខ្លួនឯងពោលគឺហ៊ានបំបែកការកំណត់របស់អ្នកដទៃនិងក្លាយជាមនុស្សដែលខ្លួនប្រាថ្នាចង់ក្លាយទោះជាយ៉ាងណាការកាត់យកសម្ដីត្រឹមតែផ្នែកខ្លីៗដែលគ្មានបរិបទបានធ្វើឲ្យមានការយល់ច្រឡំនិងការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមសម្រាប់អ្នកគាំទ្រពួកគេយល់ថាឆៃស៊ីខុនមិនបានបដិសេធចំណុចចាប់ផ្ដើមនៃអាជីពរបស់ខ្លួនទេប៉ុន្តែគ្រាន់តែចង់បំបែកការយល់ឃើញចាស់ៗនិងបង្ហាញថាសិល្បករម្នាក់អាចលូតលាស់លើពីការកំណត់របស់អ្នកដទៃ